bà miền cong phong miền mũ cà phê phong miền cà bô spray phong chọn đằng thảo ôn sô việt nam miền ở vây play class tỏ dừng từตัวสนาទាំងអស់គ្នាជាដំបូងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះស្វាគមន៍មកជាថ្មីជាមួយនឹងវីដេអូរបស់អូនសុមេតាផងដែរហើយវីដេអូនេះផងដែរគឺអូនសុមេតាត្រៀមខ្លួនសម្រាប់ការជិះកង់ទៅទិញបន្លែនៅផ្សារបន្លែលុកឡបាទចង់ដឹងថាតើផ្សារបន្លែលុកឡមានលក់អ្វីខ្លះតោះទស្សនាទាំងអស់គ្នាបងប្អូនបាទជាដំបូងអូនសុមេតារៀបចំខ្លួនរួចហើយបងប្អូនណាមើលថ្ងៃនេះបាទមានមួយកំ pl តែម្ដងទាំងកង់មួកការពារក៏ដូចជាកាបូបបាទសម្រាប់ដាក់ថវិកាទៅទិញបន្លែទាំងអស់គ្នាប៉ុន្តែកន្លែងនេះដោយសារជិះកង់អត់កើតបងប្អូនដោយសារដីផុងអញ្ចឹងអូនសុមេតាគឺមានតែបដើទេបងប្អូនបាទឥឡូវនេះយើងបដើផុតហើយមកដល់កន្លែងដែលអាចជិះបានអូនសុមេតារៀបប្រាប់ថាអូយក្តៅស្អុះណាស់ពាក់មួកផងអីផងដាក់កញ្ចក់បិទទៀតមើលទៅមិនចង់ឃើញឥឡូវប្រឹងធាក់កង់ទាំងកណ្ដាលថ្ងៃបងប្អូនណាទៅហើយទៅដល់ដើររោទិញបន្លែបងប្អូនបាទពេលនេះអូនសុមេតាបានមកដល់ផ្សារបន្លែហើយបងប្អូនបាននេះសិតតែអ្នកលក់បន្លែផងបាទមានអ្នកលក់ទាំងរបស់ញ៉ាំផងអីផងបាទឥឡូវនេះតើអូនសុមេតាចាប់អារម្មណ៍កន្លែងណាមុនគេបាទគឺដំបូងគឺចាប់អារម្មណ៍នៅលើផ្សារបន្លែបាទអ្នកលក់បន្លែនេះគឺបើអត់មានអីទេគួយបក់បាទរុយក៏មិនហ៊ានទុំដែរបាទដោយសារអីគឺអត់មានលក់ដាច់ផងមកព្រឹកហើយបាទទៅមានម៉ួយមកសួរម្នាក់ហ្នឹងហើយម៉ួយនេះផងដែរចាប់អារម្មណ៍មុនគេគឺបាទទិញដំឡូងបងប្អូនហើយបន្លែមានច្រើនមុខទៀតណាមានទាំងស្វាយមានទាំងការ៉ុតមានទាំងថៃថាវមានទាំងដំឡូងមានទាំងសំបន្លែជាច្រើនមុខទៀតបាទមានផ្លែឈើដែរណាបងប្អូនមិនមែនសិតតែបន្លែណាគឺផ្លែឈើដែរហើយក្នុងនោះផងដែរបន្ទាប់ពីយើងទិញបន្លែហើយបាទអូនសុមេតាក៏បានចាប់អារម្មណ៍ទៅលើនំមួយយ៉ាងដែលប្លែកមែនទែនបងប្អូនដែលមិនដែលធ្លាប់ជួបពីមុនមកគឺស្យ៉បែបលុកឡបាទហើយស្យ៉បែបលុកឡនេះបាទអ្នកធ្វើគឺជំនាញមែនទែនបងប្អូនមានគ្រឿងសពបែបសពយ៉ាងបាទមានស្លឹកឈើផងមានទឹកផងអីផងបាទបូកផ្សំគ្នាមានទឹកជ្រលក់មានអីមានហូរហែគឺមានមកកំ pl បងប្អូនបាទបន្ទាប់ពីហ្នឹងគេមានរៀបតុកមួយសម្រាប់ទទួលភ្ញៀវនៅខាងក្រោយទៀតបងប្អូនមិនតែអត់មានភ្ញៀវទៅអង្គុយទេអញ្ចឹងហើយអ្នកលក់ហ្នឹងគេមានតែធ្វើបាទសយោរបស់គេសិនណាបងប្អូនណាបាទមើលទៅជំនាញណាបងប្អូនសម្ភារៈគេគ្រប់មុខគ្រប់ម៉ាករសជាតិប្រហែលជាអាចនឹងឆ្ងាញ់បងប្អូនបណ្តែអធិស្ឋានអត់ដែលបានសាកទេហើយក៏អត់ហ៊ានសាកដែរបាទកលេចមកមើលផ្សារបន្លែយើងវិញបងប្អូនក្នុងនេះផងដែរគឺបាទយើងមិញមានដលងមានការ៉ុតឥឡូវដាច់ដលងនិងការ៉ុតបាត់ហើយសល់តែស្វាយនិងថៃនិងកទួតទេហើយអ្នកលក់នេះមុខស្អុយប៉ែបងប្អូនហើយសារលក់ព្រឹកលក់ដាច់ផងមានមួយតែម្នាក់ហ្នឹងហើយមួយម្នាក់ហ្នឹងដើរទិញបន្លែផងដើរទិញសយោផងដល់ពេលចុះឡើងមានណានោះទៅអង្គុយញ៉ាំសយោនៅក្រោយភូមិដឹងបន្ទាប់ពីការញ៉ាំសយោហើយដែរម្ចាស់សយោហ្នឹងថាមើលទៅអ្នកទិញហ្នឹងគឺហេវខ្លាំងស្រេកទឹកខ្លាំងណាចឹងក៏យកទឹកឲ្យមកពេងនេះបងប្អូនណាបាទទឹកនេះមិនមែនទឹកធម្មតាគឺទឹកមែនតែនបងប្អូនណាមិនមែនទឹកលេងទេហើយសាក់ស្ទើណាចង់ញ៉ាំតិចអត់តិចតែតាមពិតទៅនេះគឺយកទឹកសុទ្ធមកលេងមែនតែនទេបងប្អូនណាមិនមែនទឹកយើងដុសទឹកបន្ទប់ទឹកអីណាអត់ទេគឺទឹកសុទ្ធពិតអញ្ចឹងអាចញ៉ាំបានមែនតែនបងប្អូនណាបាទហើយបន្តមកទៀតអាណិតតែអ្នកលក់បន្លែទេបងប្អូនណាអង្គុយមើលមុខចុះមើលមុខឡើងមើលមុខចុះមើលមុខឡើងមើលភ្នែកបាទមុខស្អុយប៉ែលក់អត់ដាច់មកព្រឹកហើយដោយសារតែអ្នកទិញនឹងចាប់អារម្មណ៍ទៅកន្លែងសយោអត់ចាប់អារម្មណ៍ទៅបន្លែទៀតផងទិញបន្លែតែម្ដងឈប់ទៅទិញម្ដងអញ្ចឹងអ្នកលក់បន្លែធ្វើមុខស្អុយប៉ែទៅបើឡៃតែមកទិញសយោរហូតណាแล้วមានណាអ្នកធ្វើសយោធ្វើរហូតអត់មានតនេបងប្អូនណាងាកធ្វើបាទប៉ុន្តែមិនដឹងរសជាតិអ្វីខ្លះដែរឥឡូវបន្ទាប់ពីគេលក់សយោហើយបាទឥឡូវនេះដោយសារអីអាណិតអ្នកទិញបន្លែបងប្អូនឯងមុខស្អុយប៉ែពេកអ្នកលក់ដូចគ្នានឹងក៏ចាប់ផ្ដើមមកទិញបន្លែម្ដងដែរបងប្អូនឯងកំងតថ្លៃគ្នានៅនឹងតម្រាំទៅត្រូវថ្លៃបាទស្វាយ1គីឡូប្រមាណកទួត1គីឡូប្រមាណទិញចុះទិញឡើងមានណាបងប្អូនឯងនោះទៅទិញណាបែបតយោងចេកឯណានោះវិញនោះតយោងចេកនឹងហាន់ហើយទៀតបងប្អូនឥឡូវហ្នឹងយកតយោងចេកមកធំទៅមកថងទៅបាត់ហើយហើយបន្ទាប់ពីយកមកថងទៅហើយនោះអ្នកដែលទិញបន្លែមុននឹងមិនអត់សុខចិត្តទេបាទទិញបានតែដលងនឹងការ៉ុតទេចឹងសល់ថៃថាវមួយបាទថៃថាវនេះផងដែរគឺគេមកយកបន្ថែមទៀតហើយហុចលុយឲ្យដើម្បីអីគឺបាទយកការ៉ុតនឹងយកថៃថាវយកទៅទុកវិញបងប្អូនព្រោះអាហ្នឹងទុកបបរឲ្យកូនព្រឹកទេឥឡូវនឹងបន្ទាប់ពីបាទលក់បន្លែបានលុយច្រើនគូសំឥឡូវអ្នកទិញបន្លែអ្នកលក់បន្លែហ្នឹងគេបានលុយគ្រប់គ្រាន់ណាគេចង់មកញ៉ាំសយោម្ដងដោយសារល្បីថាសយោអ៊ីនឹងលក់ឆ្ងាញ់ណាស់បាទមិនឆ្ងាញ់មិនបងប្អូនមើលទឹកទៅស្លាកស្លឹកឈើផងមានទឹកស្អីទៅផ្សាយទៅផ្សំឲ្យទៅបានគ្រឿងគ្រប់គ្រាន់ហើយអ្នកញ៉ាំនោះក៏ដឹងថាមិនដែរតែឃើញគេថាល្បីអ៊ីនឹងលក់ឆ្ងាញ់ចុះចេះតែទៅញ៉ាំហើយមិនដឹងថាគេធ្វើមានគ្រឿងអីខ្លះទេហើយមើលអ្នកធ្វើទៀតបងប្អូនហើយមើលនេះចេះតែដាក់គ្រឿងស្អីខ្លះទេស្លឹកឈើខ្លះទៅបៀកស្អីនោះខ្លះទៅដាក់ម៉ែឈើ2-3ម៉ែចឹងទៅដាក់តយោងចេកខ្លះចឹងជលក់ទឹកខ្លះចឹងទៅអ្នកញ៉ាំចេះតែញ៉ាំទៅមិនដឹងថារសជាតិមិនទេប៉ុន្តែមើលទៅគេបត់អីមានបែបមានផែនរបស់គេតំណងណាបងប្អូនជាមួយចុចរូបរាងមកឃើញទេបាទកើតសយោរបស់គេប៉ុន្តែទឹកនោះបានជលក់អីបងប្អូនគាត់ថែមថយទៅលើលាបហើយបាទហើយដាក់ទឹកមែនតែនទៀតបាទលេងលុកឡោប៉ុន្តែដាក់ទឹកសុទ្ធពុតដែរបងប្អូនអញ្ចឹងវីដេអូនេះផងដែរគឺយើងមានតែប៉ុណ្្នឹងឯងបងប្អូន
បាទកុំភ្លេចចុច Subscribe Channel ខ្ញុំបាទអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយទៀតអរគុណសម្រាប់ការទស្សនារបស់បងប្អូនទាំងអស់គ្នា